ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអាការៈឈឺចង្កេះឈឺស្មាឈឺសន្លាក់រ៉ាំរ៉ៃឬរបួសពីការលេងកីឡាចេះតែតាមរំខានជីវិតប្រចាំថ្ងៃរបស់អ្នកមិនឈប់ឈរសោះនេះហើយជាពេលដែលអ្នកត្រូវការព្យាបាលដោយចលនាឬ Physiotherapy នេះមិនមែនជាការពឹងផ្អែកលើថ្នាំលេបឬការវេចខ្ចប់នោះទេតែវាជាវិធីសាស្ត្រកែតម្រង់រាងកាយតាមបែបធម្មជាតិដើម្បីព្យាបាលបញ្ហាទាំងនេះឲ្យចំគោលដៅនិងទប់ស្កាត់កុំឲ្យវាកាន់តែធ្ងន់ធ្ងរការទុកចិត្តលើការព្យាបាលគឺជារឿងសំខាន់បំផុតនៅទីនេះអ្នកនឹងទទួលបានការពិគ្រោះនិងការមើលថែយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសព្យាបាលដោយចលនាជនជាតិហ្វីលីពីនដែលមានបទពិសោធន៍រយៈពេល6ឆ្នាំលោកអ្នកប្រកាសជាទទួលបាននូវអារម្មណ៍សុវត្ថិភាពកក់ក្ដៅនិងដំណោះស្រាយដ៏មានប្រសិទ្ធភាពដោយសារតែរាងកាយយើងម្នាក់ៗមានតម្រូវការខុសៗគ្នាពួកយើងបានរៀបចំជម្រើសនៃការព្យាបាលជាច្រើនដែលតម្រូវតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗដូចជា Manual Therapy គឺជាការពត់តម្រង់សាច់ដុំនិងសន្លាក់ដោយប្រើបច្ចេកទេសដៃផ្ទាល់ពីអ្នកឯកទេស Manual Therapy with Modalities គឺជាការពត់តម្រង់ដោយដៃគប់ផ្សំនឹងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗដើម្បីពន្លឿនការជាសះស្បើយ Manual Therapy with Modality and Traction គឺជាការព្យាបាលបែបចម្រុះរួមមានទាំងការប្រើដៃឧបករណ៍និងម៉ាស៊ីនទាញសន្លាក់ឆ្អឹងការថែទាំកម្រិតខ្ពស់ផ្សេងទៀតយើងក៏មានសេវាថែទាំផ្នែកប្រសាទ Neurological ផ្នែកកុមារ Pediatric និងសម្រាប់អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ IPD ផងដែរកុំបណ្ដោះឲ្យការឈឺចាប់បន្តលួចស្នាមញញឹមនិងភាពស្វាហាប់របស់អ្នកទៀតត្រឡប់មករស់នៅយ៉ាងមានក្តីសុខនិងគ្មានការឈឺចាប់ឡើងវិញដោយគ្រាន់តែធ្វើការណាត់ជួបជាមួយអ្នកជំនាញរបស់យើងនៅថ្ងៃនេះព្រោះសុខភាពរបស់អ្នកគឺជាបេសកកម្មចម្បងរបស់យើង